Sự thôn khía lưu đâm nắng tham mật xoay rồi bỏ anh rụt cháu là anh mẹn tí. Mẹ nói, mau bị mật pro thmây niềng nú, kia cứ chỉ câu nhẹ miền mình nè, miền pra, miền lan. Bờn chân mến, khía nâng oi pra tơ anh mùi chầm nuôn, đàm bầy tẹa dọc niềng nụ mọc bình, oi đôi sổ phía sất bàn pôl thà, xe đách, dọc xe tàm. Ý, bánh mình ai này dây chẳng ban sạch đây tha sạch lia rồi bỏ ai nú, liên chiên lui xe rồi bỏ khía, rồiយ៉ាងmạch. Này, khía bùm dốc sạch lia tổ tam tè,แต่เลียkhía ní, cứ xông lia rồi hô thòi, bị brụ ấy, khía tơ tai nâng tổ tua đầm nắng tha, mất pro rồi bỏ niềng nú, cứ công pung tại đê chư sầm rạp chia ba nô mình tì bẹt, đôi xa rụt AIDS. មានផ្ទះឈើចាស់មួយខ្នងដែលនៅក្បែរនឹងដើមស្វាយដ៏ធំមួយដើមស្វាយនោះមានទំហំធំខ្លាំងណាស់សម្បករដិតរដប់និងមានឫសលាតសន្ធឹងដូចដៃមនុស្សអ្នកនៅក្នុងភូមិគេនិយាយគ្នាថាដើមស្វាយនេះមិនមែនជាដើមឈើធម្មតាទេវាមានព្រាយរស់នៅតាំងពីយូរយារណាស់មកហើយដោយគ្មាននរណាហ៊ានចូលទៅកាប់ទេ យាយសុតមានដឹងអត់ថាមានពីរអ្នកប្តីប្រពន្ធមកទិញផ្ទះដែលមានព្រាយមើលទៅគ្រួសារនេះច្បាស់ជាមិនដឹងរឿងហើយមើលទៅម៉ែនេះយាយក្មីយើងគួរតែទៅប្រាប់ពួកគេឬអត់ Nè, bộ dây thằng Pi. ថ្ងៃមួយមានគូស្វាមីប្រពន្ធមួយគូឈ្មោះសុភានិងរិទ្ធបានទិញដីនេះក្នុងតម្លៃថោកខ្លាំងណាស់ព្រោះម្ចាស់ផ្ទះលក់ចោលដោយសារមានរឿងបែកបាក់គ្រួសារពីរអ្នកប្តីប្រពន្ធនេះគាត់មិនដែលជឿរឿងខ្មោចទាល់តែសោះគ្រាន់តែគិតថាដីល្អផ្ទះធំនិងមានដើមស្វាយផ្លែជាច្រើន បងម៉េចបានអ្នកភូមិមើលមកយើងកសែភ្នែកដូចមិនសូវស្រួលសោះ Ôn kịch tràn bề tê đắng. Pra hai chỉ dương tớp mò ruột nơi tí ní. Tớp bộ quạt mình toàn hiền mò này gì. Rồng chăm នៅ tích sân ថ្ងៃ thấy. ដំបូងសុភាមានអារម្មណ៍មិនស្រួលនាងមានអារម្មណ៍ថាដើមស្វាយកំពុងមើលមកនាងស្លឹកឈើបក់ទៅបក់មកទោះគ្មានខ្យល់ទាំងដែលថ្ងៃនេះអាកាសធាតុស្អស្អាតខ្លាំងណាស់ ដូចចម្លែកមិនទេហាក់ដូចជាមាននរណាម្នាក់កំពុងមើលមកខ្ញុំឬមួយមានខ្មោចនៅម្ដុំនេះ នៅពេលយប់រឿងក៏ចាប់ផ្ដើមសុភាបានឮសំឡេងទីរយំងាចេញពីដើមស្វាយរ៉េតនិយាយថាប្រហែលជាសត្វព្រៃប៉ុន្តែសុភាមិនជឿសោះ បងអូនឮសំឡេងដូចកូនក្មេងយំខ្ញុំខ្លាចណាស់ Ôn anh kịch tràn bề ơi. Lỡ lúc ní vì miền té khmauj. Bà miền bật mèn á, bỏng chắp đã năng đây ở. Ô! នៅពេលក្រោយមកទៀតនាងបានឃើញដៃដ៏ស្លេកខ្លាំងវែងលាតចេញពីដើមស្វាយក្បែរបង្អួចផ្ទះហើយព្យាយាមចាប់នាងដែលកំពុងគេង Mẹ ơi, chui côn phong khmauj luôn. Chúng rầy men. Nhưng sman ta khmauj. Cả bật chẳng khmauj sao. Không ta phây. Mấy bàn miền chẳng khmauj nơi tí ní. Cả vì muốn ọt đai khơi miền phong nâng. នៅពេលព្រឹករឹតបានរើសមែកស្វាយមួយចំនួនយកមកដើម្បីធ្វើអោបប៉ុន្តែនៅពេលចូលទៅមិនមែនជាមែកស្វាយទេបែរជាឃើញមានឆ្អឹងមួយនៅក្បែរនោះហើយមានក្លិនស្អុយអាក្រក់ពាសពេញទីធ្លារឹតចាប់ផ្ដើមឈឺក្បាលយ៉ាងខ្លាំងនិងតែងតែមានសុបិនអាក្រក់ពីរាល់យប់ផងដែរ គ្រួសាររបស់គាត់បានសម្រេចចិត្តទៅរកតាសុកដែលជាអាចារ្យចំណាស់ម្នាក់ដែលពូកែខាងអាគមយ៉ាងខ្លាំងតាសុកបានអង្គុយសមាធិឃើញហើយប្រាប់ថា ដើមស្វាយមួយដើមនេះវាមិនមែនជាដើមស្វាយធម្មតាទេជាកន្លែងដែលព្រាយមួយក្បាលដែលកើតចេញពីស្ត្រីម្នាក់កាលរាប់សិបឆ្នាំមុននាងជាស្ត្រីក្រីក្រម្នាក់ដែលកាលនោះត្រូវបានបុរសម្នាក់ក្បត់ចិត្តនាងរួចនាងក៏បានមកចងកសម្លាប់ខ្លួននៅក្រោមដើមស្វាយមួយដើមនេះមុនស្លាប់នាងបានស្បត់ថានឹងត្រឡប់មកយកប្រលឹងមនុស្សដែលរស់នៅទីនេះគ្រប់គ្នាឲ្យអស់ពីភូមិ ចុង
គួរធ្វើយ៉ាងម៉េចទៅលោកគ្រូតើមានវិធីអ្វីដែលអាចឲ្យព្រាយនោះរលាយបាត់ទៅបានបើអត់មានវិធីទេច្បាស់ជាពួកខ្ញុំត្រូវបោះបង់ផ្ទះនេះចោលហើយលោកគ្រូជួយពួកខ្ញុំផងណាមួយផ្ទះនេះទើបតែទិញទៀតផងពួកខ្ញុំអត់មានលុយទិញផ្ទះថ្មីទេមានតែដេកនៅតាមថ្នល់ហើយមើលទៅនាងនៅរស់អ្នកស្រុកនៅទីនេះបានមើលងាយនាងពើបាបនាងរាល់ថ្ងៃទើបបានជាដួងវិញ្ញាណរបស់នាងបានស្ថិតនៅដើមស្វាយមួយដើមនេះតាសុកក៏ព្រមជួយគាត់ក៏បានប្រាប់ពីអ្នកប្តីប្រពន្ធថា នាងព្រាយនេះកាចសាហាវខ្លាំងណាស់ព្រោះវាបានយកប្រលឹងមនុស្សមកជាច្រើនឆ្នាំមកហើយទើបនាងព្រាយនេះមានអានុភាពខ្លាំងពូកែយ៉ាងនេះតែមិនបាច់ភ័យទេបើនាងព្រាយមកជួបខ្ញុំហើយច្បាស់ជាមិនរួចខ្លួនទេខ្ញុំនឹងបំផ្លាញដួងប្រលឹងរបស់នាងឲ្យរលីកសាបសូន្យ លុះដល់ពេលយកព្រាយបានបង្ហាញខ្លួនចេញមកដែលមានរូបរាងស្ត្រីសក់វែងលាកសំពត់សបានទាញរត់ចូលទៅក្នុងដើមស្វាយសុភាឃើញប្តីនាងត្រូវបានទាញចូលទៅនាងបានឲ្យតាសុកជួយ លោកគ្រូជួយប្តីញឹមផងវាចាប់ទៅហើយបើមិនចឹងទេប្តីញឹមច្បាស់ជាស្លាប់មិនខានទេ មិនបាច់ភ័យទេវាមិនអាចធ្វើអីប្តីនាងបានទេ ការប្រយុទ្ធដ៏ខ្លាំងក្លាបានចាប់ផ្ដើមឡើងតាសុកបានប្រើមន្តអាគមដ៏ខ្លាំងទប់ជាមួយព្រាយខណៈសុភាវិញក៏រត់ទៅកាប់រើសដូងចេញស្រាប់តែមានឈាមហូរពេញគុំដើមដូងហើយមានសំឡេងស្រែកឮពេញភូមិនៅទីបំផុតតាសុកបានកាប់ដើមដូងនោះចោលហើយសូត្រមន្តអាគមដុតព្រាយផ្សែកយំយ៉ាងខ្លាំងរួចប្រលាយបាត់ទៅជាផ្សែងខ្មៅរិទ្ធបានជួយចេញមកវិញគាត់មានអាការៈដូចមនុស្សអស់វិញ្ញាណ មានលឺអត់យប់មិញមានសំឡេងខ្មោចស្រែកពេញភូមិខ្ញុំភ័យខ្លាំងណាស់ មែនហើយឮថាអ្នកដែលទិញផ្ទះហ្នឹងបានហៅលោកតាឲ្យមកចាប់ព្រាយនោះដួងវិញ្ញាណបានរលាយបាត់ទៅហើយ បើពិតមែននោះស្រុកភូមិរបស់យើងច្បាស់ជាលែងមានខ្មោចព្រាយទៀតហើយចាប់ពីថ្ងៃនេះទៅបានសុខហើយពួកយើង លុះព្រឹកឡើងគ្រួសាររបស់គាត់បានចាក់ចេញពីផ្ទះនោះហើយតាមដងនោះត្រូវបានកាប់ចោលទាំងស្រុងប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិនៅទីនោះតែងតែនិយាយថានៅកន្លែងនោះពេលយប់ងងឹតនៅតែមានសំឡេងយំរបស់ទីរក់ដដែល